ភាពបងប្អូនស្រូវរស់ដោយទឹកភ្លៀងបងប្អូននៅជើងភ្នំបងប្អូនកាន់ដល់ចាប់ជិបបងប្អូនណាបងប្អូនទេសភាពនៅតាមដងភ្នំបងប្អូននេះគឺថ្ងៃរៀបលិចបាទនិយាយរួមទៅម៉ោង5កន្លះគឺចាប់ផ្ដើមរៀបលិចហ្នឹងបងប្អូនណាតព្រះអាទិត្យរៀបអស់ស្ដងគាត់អីចឹងបងប្អូនបាទគេថាទេសភាពស្អាតមែនទែននៅពេលញីបាទបងប្អូននេះមើលភ្នំកណ្ដោបងប្អូនភ្នំកណ្ដោទៅពេញហើយបងប្អូនស្រួលណាស់បងប្អូននៅខាងស្រុកនេះបងប្អូនគឺគេមានក្រលគេស្រាប់សម្រាប់ដេញមកឲ្យយកមកដាក់ទៅនឹងក្រលគេគឺអត់បាក់បងប្អូនទៅខាងនោះសើក្រលគេសម្រាប់ធ្វើដើម្បីទុកដាក់ឲ្យគោសម្រាប់គោវិញហើយរួមនឹងstress ខ្លាំងមែនទែនបងប្អូនគឺពេលយើងទៅដល់ហ្នឹងគឺទិដ្ឋភាពបងប្អូនស្រូវរស់ដោយទឹកភ្លៀងបងប្អូននៅជើងភ្នំហ្នឹងបងប្អូនឲ្យតែអត់ភ្លៀងគឺងាប់អស់ហើយបងប្អូនមានសល់ទេហើយជាពិសេសហ្នឹងនិយាយរួមទៅគ្រប់ស្រែគ្រប់អីគឺទាំងអស់បងប្អូនដោយសារតែរាំងតែប្រហែលជាខ្ទង់5 6ថ្ងៃទេបងប្អូនតែបងប្អូនឃើញទិដ្ឋភាពអញ្ចឹងបងប្អូននេះគឺផ្ទៃមេឃខ្មៅគួរអាប់មែនទែនប៉ុន្តែភ្លៀងអត់មានទេបងប្អូនតែមិនធូរទៀតហ្នឹងគឺខ្យល់បក់បកមកបាត់អស់ខ្ញុំអត់បានតែមានមកព្រឹកឬងាយបងប្អូនតែថ្ងៃហ្នឹងគឺហត់វាបងប្អូនទៅស្ទាបយើងស្គាល់ទៅដល់ថ្នោតហ្នឹងហើយបងប្អូនអោយតែខ្ញុំតនេវិការងារបងប្អូនគឺឆ្លៀតពេលជិះម៉ូតូមកលេងតាមជើងភ្នំបងប្អូនតាមទេសភាពស្អាតបងប្អូននៅតាមជើងភ្នំខ្សែអុយតាមនេះបងប្អូនដូចនឹងស្រាប់ហើយនេះគេដាំដំណាំតែស្មៅដូចនឹងស្រាប់បងប្អូនស្មៅគេកាត់គោនេះនិយាយរួមផ្លូវនេះបងប្អូនគឺមិនបាច់ទៅណាឆ្ងាយទេគឺផ្លូវនេះដាក់អាសនាមថាផ្លូវកងអាំងបងប្អូនសម្រាប់ខ្ញុំទេសភាពជើងភ្នំស្អាតណាស់បងប្អូនមកអ៊ូអាប់សង្ស័យដល់ព្រៀងមកឡើយបងប្អូននេះស្ទាបទៅតាមបងប្អូនចោលហើយបងប្អូនចាប់ផ្ដើមចោលហើយចោលខ្លាំងហើយទីចូលឡើងទៅដល់សាប់កាន់ដល់ចាប់ជិបវិញពេលអោយដល់ឡើងមកដល់នឹងជិបនឹងជើងភ្នំបងប្អូនដល់ខ្សល់